រឿងនេះនិយាយពីមនុស្ស3នាក់ជាមិត្តសម្លាញ់នឹងគ្នាឈ្មោះថាវុទ្ធាសូថា និងចក្រីថ្ងៃនេះជាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរពួកគេបាននាំគ្នាផឹកស្រាឡើងស្រវឹងហើយជិះម៉ូតូទៅដើរលេងប៉ុន្តែភាពសប្បាយរីករាយហាក់ដូចជាខ្លីណាស់ព្រោះពួកគេត្រូវជួបវិប្បដិសារីអស់មួយជីវិតពួកគេធ្វើដំណើរទៅមើលគេរាំវង់នៅតាមវត្តអារាមនានាសម្បូរទៅដោយមនុស្សម្នាជាច្រើនស្រីស្លៀកពាក់ស្អាតបាតទឹកមុខញញឹមញញែមទទួលស្វាគមន៍ឆ្នាំថ្មីនឹកដល់ទិដ្ឋភាពនេះខ្ញុំក៏រីករាយមិនខុសពីពួកគេដែរពួកគេជិះម៉ូតូឌុបគ្នា3នាក់សម្ដៅទៅវត្តដែលនៅស្រុកមួយទៀតដោយស្ថានភាពស្រវឹងផងពួកគេបានជិះម៉ូតូរេពេញផ្លូវខណៈដែលពួកគេកំពុងតែជិះម៉ូតូតាមផ្លូវស្រាប់តែបានឃើញនារីស្អាតម្នាក់កំពុងតែដើរសម្ដៅទៅវត្តដោយទឹកមុខញញឹមស្រស់ស្រាយក្នុងចំណោមពួកគេវុទ្ធាជាមនុស្សព្រាននារីក៏បោះពាក្យសម្ដីទៅនាងអេស្រីស្អាតទៅណានឹងឲ្យបងជូនទៅអីពូនេះស្រវឹងធំស្រាលហួងហើយជិះម៉ូតូលឿនទៀតតិចដួលបាក់កងាប់ទៅយើស្រីស្អាតសម្ដីពីរោះណាតាវុទ្ធាគ្រាន់តែសើចហើយទះស្មាពួកម៉ាក់ឲ្យបន្ថែមល្បឿនកើនទៅមុខទៀតគ្រប់គ្នាហូរស្រែកផងតាមផ្លូវដោយប្រមាថជីវិតខ្លួនឯងមកដល់ចំណុចគល់ស្ពានចាស់មួយពួកគេក៏ជ្រុលចង្កូតចាប់ហ្វ្រាំងមិនទាន់បានធ្លាក់ស្ពានបាត់ទៅដោយខាងក្រោមស្ពានពោពេញទៅដោយស្មៅក្រាស់ៗផងនោះពុំមាននរណាដឹងនោះទេប្រហែលជា3ថ្ងៃក្រោយមកសូថាក៏បាននិយាយថាអេអាដៃងើបឡើងយីអាចក្រីឯងជិះម៉ូតូដូចឈួតអញ្ចឹងមិនក៏មកជិះធ្លាក់ស្ពានកើតសំណាងហើយមិនងាប់ចក្រីក៏បានតបយីអានេះមកពីឯងស្រវឹងទុនខ្លួនទៅឆ្វេងម្ដងទៅស្ដាំនៅស្ងៀមមិនប្រកាច់ទេឲ្យអញរេចង្កូតជិះធ្លាក់ស្ពានវុទ្ធាក៏បានឆ្លើយថាបានហើយរវល់តែឆ្លោះគ្នានឹងទេជួយលើកម៉ូតូមកគ្រាន់បើដែរម៉ូតូអត់អីមកជួយលើកម៉ូតូទៅផ្ទះងាប់ហើយអ្នកផ្ទះចាំផ្លូវងាប់ហើយពួកគេទាំង3នាក់ជិះសម្ដៅទៅផ្ទះរៀងខ្លួននៅពេលពួកគេកំពុងតែដេកស្រាប់តែវុទ្ធាសំលេងម្ដាយវុទ្ធាដាស់កូនមានរឿងអីម៉ែកូនឯងជួយដើរមើលលើផ្ទះតិចមើលសត្វអីងាប់នឹងបានជាស្អុយពេញផ្ទះស្អុយខ្លាំងណាស់ប្រហែលជាកណ្ដុរហើយម៉ែចាំព្រឹកយប់ហើយខ្ញុំងងុយណាស់អត់ទេប៉ុន្តែមិនក៏ខ្លួនកូនធំក្លិនស្អុយម្លេះសង្ស័យអត់បានងូតទឹកទេដឹងឆាប់ទៅងូតទឹកសិនទៅចាំដេកវេលាព្រឹកស្អែកគ្រប់គ្នាក្នុងផ្ទះស្រែកយំទ្រហឹងពេញផ្ទះព្រោះតែបានឃើញសាកសពហើយស្អុយរលួយរបស់វុទ្ធានៅលើគ្រែម្ដាយរបស់គេយំសន្លប់ជាច្រើនលើកច្រើនសារចំណែកព្រលឹងវុទ្ធាពុំបានដឹងទេបានដើរមករកម្ដាយរួចហៅប៉ុន្តែពុំមាននរណាឮហើយឆ្លើយទេគេក៏ទៅប៉ះម្ដាយប៉ុន្តែបែរជាប៉ះពុំបានពេលនោះហើយទើបគេដឹងថាខ្លួនរបស់គេបានស្លាប់បាត់ទៅហើយចំណែកឯសាកសពនៅលើគ្រែស្រាប់តែបាត់ទៀតម្ដាយរបស់គេបានរកគ្រូមើលគាត់បាននិយាយថាបញ្ជាន់រូបដោយព្រលឹងវុទ្ធាប្រាប់ពីទីតាំងដែលបានស្លាប់ទាំងសាច់ញាតិរបស់សូថាចក្រីហើយនិងវុទ្ធាបានទៅយកសាកសពកូនទៅធ្វើបុណ្យតាមប្រពៃណីរំលងមួយសប្តាហ៍ក្រោយមកមានហេតុការណ៍ដែលគួរឲ្យតក់ស្លុតរន្ធត់ណាស់ដោយអ៊ំសូនជាអាចារ្យនៅវត្តបានជិះម៉ូតូកាត់កន្លែងពួកគេស្លាប់គាត់មិនបានដឹងរឿងនឹងទេស្រាប់តែឃើញកូនក្មេង3នាក់ឈរសងខាងផ្លូវបក់ដៃហៅគាត់សុំដោយសារដោយចិត្តអាណិតគាត់ក៏ឌុបហើយសួរតាមផ្លូវពីផ្ទះរបស់ពួកគេក៏បានចង្អុលទៅមុខហើយឃើញផ្ទះមួយធំណាស់
គាត់ក៏ចម្លែកក្នុងចិត្តដែរគាត់នៅស្រុកនេះយូរហើយមិនដែលស្គាល់ផ្ទះនេះសោះក្រោយពីដាក់ពួកគេរួចស្រាប់តែគាត់ស្រែកឲ្យគេជួយដោយសារតែម៉ូតូរបស់គាត់នៅត្រើយម្ខាងស្ទឹងពេលនោះទើបគាត់ដឹងថាគាត់ត្រូវខ្មោចលងក្រោយមកទៀតមាននារី2នាក់ជិះម៉ូតូកាត់តាមនោះស្រាប់តែរលត់ម៉ាស៊ីនដេរមិនឆេះសោះពួកគេប្រុងបណ្ដាលស្រាប់តែឃើញស្ពានមានដល់ទៅ3ពួកគេដឹងថាពិតជាខ្មោចលងព្រោះនៅទីនេះមានស្ពានតែមួយទេតែមិនដឹងធ្វើយ៉ាងណាទេបានត្រឹមតែអង្គុយនាំគ្នាយំបន់ម៉ែបន់ឪស្របពេលនោះក៏មានប្រជាអធិការវត្តបានមកពីទេសនាឡើងផ្ទះគេមកដល់បានសួររកហេតុបានដឹងក៏សូត្រផ្សែកមុនពី3មេស្រាប់តែស្ពាននោះคล้ายជាធម្មតាវិញពួកគេក៏បន្តដំណើរទៅមុខទៀតរហូតដល់ថ្ងៃមួយជាថ្ងៃតក់ស្លុតណាស់ខណៈមានគោយន្តមួយដឹកឫស្សីចេញពីចំការស្រាប់តែមានម៉ូតូមនុស្សស្រវឹង2នាក់ឃើញឫស្សីបែរជាទៅឃើញកេះស្រាទៅវិញក៏បង្កើនល្បឿនម៉ូតូដើម្បីសុំទិញតាមផ្លូវបន្ថែមប៉ុន្តែទៅដល់ស្រាប់តែពួកគេជង់នឹងឫស្សីចាក់ភ្នែកចាក់កបណ្ដាលឲ្យដួលម៉ូតូស្លាប់បាត់ទៅក្រោយពីអ្នកស្រុកជួបហេតុការណ៍ជាច្រើនឪពុកម្ដាយគ្រួសារបុត្ថាសូថានិងចក្រីបាននិមន្តព្រះសង្ឃបាំងស្គូលឧទ្ទិសកុសលឲ្យកូនគាត់បានសូត្រមន្តធ្វើបុណ្យ7វត្តបានជួយឲ្យវិញ្ញាណពួកគេទៅចាប់កំណើតជាថ្មីចាប់តាំងពីថ្ងៃនោះមកអ្នកស្រុកពុំមានជួបហេតុការណ៍ដែលគួរឲ្យខ្លាចនោះទៀតទេសូមអរគុណទៅដល់ប្រិយមិត្តសំឡេងនិទានរឿងទាំងអស់ដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សូមអរគុណ